បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់និយាយអំពីអង្គការសង្គមស៊ីវិលតើអង្គការសង្គមស៊ីវិលនឹងក៏មានតួនាទីស្អីខ្លះនៅក្នុងការជួយកសាងជាតិមួយរឹងមាំជាពិសេសគឺដូចក្នុងពេលស្រុកដែលកំពុងតែមានបញ្ហាវឹកវរសង្គ្រាមអញ្ចឹងក៏មានតួនាទីអីខ្លះអញ្ចឹងកិច្ចការជារួមជាតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការជួយកសាងសង្គមមួយរឹងមាំបានគឺការជំរុញការចូលរួមជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវនៅអ្វីដែលខ្លួនបានធ្វើមេថាគាត់តាមដានគ្រប់បែបយ៉ាងនៅរាល់សកម្មភាពបរដ្ឋាភិបាលចំណុចណាល្អចំណុចណាមិនល្អគាត់ជួយផ្ដល់ជាយោបល់គាត់ជួយផ្ដល់ជាយោបល់រិះគន់រដ្ឋាភិបាលដើម្បីស្ថាបនាមិនមែនជាការជេរប្រមាថឬការបរិហាគេអីទេបាទអញ្ចឹងចំណុចសំខាន់ទី1គឺអញ្ចឹងចំណុចសំខាន់ទី2គឺគាត់ព្យាយាមជួយជំរុញធ្វើម៉េចឲ្យសង្គមមួយហ្នឹងមានតម្លាភាពហើយនឹងមានអភិបាលកិច្ចល្អអញ្ចឹងគាត់តាមដានរាល់សកម្មភាពរបស់រដ្ឋាភិបាលក្រៃលោរដ្ឋាភិបាលគឺដើរខុសនៅគោលនយោបាយដែលខ្លួនបានដាក់ចុះអញ្ចឹងសង្គមមួយដែលមានតម្លាភាពនិងមានអភិបាលកិច្ចល្អនេះគឺសំខាន់ណាស់មិនមែនសង្គមមួយដែលមានភាពអយុត្តិធម៌ពេញសង្គមទេអញ្ចឹងមនុស្សទាំងអស់ត្រូវមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់បាទចំណុចមួយទៀតគឺជាចំណុចសំខាន់ណាស់របស់អាជ្ញាធររបស់អង្គការសង្គមស៊ីវិលហ្នឹងគឺគាត់ចូលរួមក្នុងការផ្ដល់សេវាសំខាន់ទៅដល់សហគមន៍ដែលជាពិសេសគឺសហគមន៍ដែលត្រូវបានគេបោះបង់ចោលសហគមន៍ដែលត្រូវបានគេមើលរំលងឬសហគមន៍ដែលអាជ្ញាធរនៅតាមមូលដ្ឋានហ្នឹងប្រកាន់នៅនិន្នាការនយោបាយឬក៏និយាយរួមទៅសហគមន៍ដែលមិនត្រូវបានគេមើលដល់ឃើញហ្នឹងក៏អង្គការសង្គមស៊ីវិលគាត់អាចទៅជួយបានដែរដូចជាអង្គការសង្គមស៊ីវិលផ្នែកខាងសុខាភិបាលអង្គការសង្គមស៊ីវិលផ្នែកខាងកសិកម្មអង្គការសង្គមស៊ីវិលផ្នែកខាងសិទ្ធិមនុស្សផ្នែកចឹងគេជួយទៅតាមគោលដៅដែលគេអាចធ្វើបានទៅតាមគោលដៅរបស់ពួកគេអញ្ចឹងគេអាចជួយទៅបានហើយគេអាចនាំនៅសារទាំងអស់នោះជូនដល់រាជរដ្ឋាភិបាលថាលើតំបន់នេះជួបប្រទះស្អីតំបន់នេះជួបប្រទះស្អីកន្លែងណាដែលជាកង្វះខាតរបស់អាជ្ញាធរមូលដ្ឋានក្នុងការយកចិត្តទុកដាក់អញ្ចឹងអង្គការសង្គមស៊ីវិលគេអាចធ្វើការងារនឹងបានទៀតឃើញទេអញ្ចឹងនេះគឺជាអត្ថប្រយោជន៍មួយដ៏សំខាន់សម្រាប់អង្គការសង្គមស៊ីវិលក្នុងការជួយកសាងជាតិមួយបានរឹងមាំព្រោះយើងដឹងស្រាប់ហើយថាអង្គការសង្គមស៊ីវិលនឹងគេអាចចរចាគ្នារវាងរាជរដ្ឋាភិបាលហើយនិងប្រជាពលរដ្ឋបានធ្វើឲ្យមានទំនាក់ទំនងគ្នាអង្គការសង្គមស៊ីវិលអាចជួយឲ្យរាជរដ្ឋាភិបាលហើយនឹងជួយឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសហ្នឹងគឺមានការរួបរวมគ្នាហើយនឹងមានការទំនាក់ទំនងគ្នានៅក្នុងសង្គមបានល្អបាទខ្ញុំនិយាយនោះគឺនិយាយអំពីមុខព្រួញដែលធ្វើក្នុងស្មារតីកសាងជាតិទាំងអស់គ្នាបាទក្នុងស្មារតីកសាងជាតិទាំងអស់គ្នាហើយក៏អង្គការសង្គមស៊ីវិលនឹងអាចជួយឲ្យរាជរដ្ឋាភិបាលនឹងដឹងអំពីតម្រូវការរបស់ពលរដ្ឋដូចជាខ្ញុំនិយាយវិញចឹងប្រជាជននៅក្នុងតំបន់ហ្នឹងគាត់មិនដែលបានទទួលសេវាសុខភាពល្អទេអញ្ចឹងអង្គការសង្គមស៊ីវិលគេអាចចុះទៅជួយគេអាចផ្ដល់ព័ត៌មានមករដ្ឋាភិបាលមកអាជ្ញាធរក្នុងការយកចិត្តទុកដាក់ដល់បញ្ហាសេវាសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះគេចឹងគេជួយបានណាហើយជាពិសេសនោះគឺជួយជំរុញដើម្បីឲ្យអង្គការសង្គមដើម្បីឲ្យរាជរដ្ឋាភិបាលហ្នឹងធ្វើអ្វីមួយហ្នឹងគឺប្រកបដោយតម្លាភាពប្រកបដោយប្រសិទ្ធភាពទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចុះបាទហើយដូចជានៅក្នុងអំឡុងពេលដែលយើងកំពុងតែជួបវិបត្តិចឹងអង្គការសង្គមស៊ីវិលគេអាចជួយដោះស្រាយជូនប្រជាពលរដ្ឋនៅតាមតំបន់ជំរំភៀសដូចជាជំរំភៀសសឹកអីទាំងអស់កងទ័ពជួរមុខអីទាំងអស់អ្នកសេវាខាងណាគេអាចចុះជួយខាងហ្នឹងហើយចំណុចសំខាន់មួយទៀតហ្នឹងគឺគេអាចផ្ដល់សារទៅកាន់ពិភពលោកឲ្យបានដឹងថាតើអ្វីកំពុងកើតឡើងនៅកម្ពុជាបាទអញ្ចឹងពួកគាត់ចូលរួមសំខាន់ណាស់នៅក្នុងកិច្ចការទាំងអស់ហ្នឹងអញ្ចឹងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាលហើយនិងប្រជាពលរដ្ឋនេះគឺមិនអាចដាច់ពីគ្នាបានទេព្រោះមនុស្សមានតួនាទីក្នុងការជួយសង្គមដូចគ្នាអញ្ចឹងរដ្ឋាភិបាលមិនអាចផាត់ចោលនៅអង្គការសង្គមស៊ីវិលថាគ្មានប្រយោជន៍អង្គការសង្គមស៊ីវិលក៏មិនអាចប្រមាថរដ្ឋាភិបាលថាគ្មានប្រយោជន៍បានដែរអញ្ចឹងរឿងគឺវាអាចជួយគ្នាទៅវិញទៅមកបាទអញ្ចឹងអ្វីដែលខ្ញុំលើករឿង
បញ្ហាអង្គការសង្គមស៊ីវិលមានទូនាទីអីខ្លះក្នុងការជួយកសាងសង្គមមួយរៀងឲ្យមានភាពរឹងមាំប៉ុណ្ណេះខ្ញុំជឿថាបងប្អូនអាចស្ដាប់បានហើយអាចយល់បានអញ្ចឹងយើងគួរយកចិត្តទុកដាក់ហើយធ្វើការសហការគ្នាហើយឲ្យយល់អំពីគុណសម្បត្តិនៃផ្នែកនីមួយៗនៃសេវានីមួយៗព្រោះម្នាក់សិតតែមានទូនាទីក្នុងការចូលរួមចំណែកក្នុងការកសាងសង្គមបាទហើយខ្ញុំនឹងនិយាយទៀតនៅទូនាទីរបស់ពលរដ្ឋអីនៅក្នុងពេលក្រោយទៀតបងប្អូនឃើញបច្ចុប្បន្នប្រជាពលរដ្ឋចូលរួមចំណែកយ៉ាងខ្លាំងមានការរួបរวมគ្នាឃើញមានការតំណាក់តំណងគ្នាដើម្បីជួយសង្គមនៅក្នុងគ្រាអាសន្ននេះគឺជារឿងប្រសើរបំផុតសម្រាប់ពលរដ្ឋខ្មែរយើងសម្រាប់សង្គមជាតិយើងទាំងមូលបាទសូមអរគុណចឹងសូមជួបគ្នាប៉ុណ្ណឹងចុះ